ក្នុងរយៈពេល4ខែនៃឆ្នាំ2026នេះកម្ពុជាបាននាំចេញអង្ករបានចំនួនជាង36,000 តោនគិតជាទឹកប្រាក់បានចំនួនជាង266 លានដុល្លារសហរដ្ឋអាមេរិកសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី11ខែឧសភាឆ្នាំ2026នេះបានដឹងថាក្នុងរយៈពេល4ខែនៃឆ្នាំ2026នេះប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួនជាង469,909 តោនដែលគិតជាទឹកប្រាក់មានចំនួន266 លានដុល្លារសហរដ្ឋអាមេរិកអង្ករជាង46 តោនខាងលើនេះត្រូវបានក្រុមហ៊ុនចំនួន61នាំចេញទៅគោលដៅចំនួន60ក្នុងនោះប្រទេសនៅទ្វីបអឺរ៉ុបមានចំនួន31ដែលបាននាំចេញអង្ករបានចំនួន126,108 តោនដែលគិតជាទឹកប្រាក់មានចំនួនជាង85 លានដុល្លារសហរដ្ឋអាមេរិកទន្ទឹមនេះបាននាំចេញទៅប្រទេសសមាជិកអាស៊ានចំនួន5បានចំនួន177,761 តោនដែលគិតជាទឹកប្រាក់បានចំនួនជាង72 លានដុល្លារសហរដ្ឋអាមេរិកទៅប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័តបានចំនួន129,332 តោនដែលគិតជាទឹកប្រាក់មានចំនួនជាង75 លានដុល្លារសហរដ្ឋអាមេរិកនិងបាននាំចេញទៅប្រទេសផ្សេងទៀតនៅទ្វីបអាហ្វ្រិកនិងតំបន់មជ្ឈិមបូព៌ា22ប្រទេសបានចំនួន36,708 តោនដែលគិតជាទឹកប្រាក់មានចំនួនជាង32 លានដុល្លារសហរដ្ឋអាមេរិកប្រភេទអង្ករដែលបាននាំចេញរួមមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន 58.66% អង្ករគ្រាប់វែងមានចំនួន 21.38% អង្ករចំហុយមានចំនួន 1.69% អង្ករសរីរាង្គមានចំនួន 0.89% អង្ករបាក់គ្រាប់គ្រប់ប្រភេទមានចំនួន 17.18% និងអង្ករផ្សេងទៀតមានចំនួន 0.2% តម្លៃសម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងមានចំនួន 2,688,891 តោនដែលគិតជាទឹកប្រាក់មានចំនួនជាង576 លានដុល្លារសហរដ្ឋអាមេរិក